សួស្តីបងប្អូនអរគ្នាតើអញ្ចឹងវីដេអូថ្ងៃនេះយើងមករៀនមេរៀនទី16ភាគបញ្ចប់ចាអញ្ចឹងនៅក្នុងមេរៀនរបស់យើងថ្ងៃនេះយើងនឹងរៀនអំពីវប្បធម៌ហើយនិងព័ត៌មានចាមុនហ្វាវ៉ាឆងបូនិយាយអំពីហាន់គូកេព្យងវ៉ុនចាអូខេតើអញ្ចឹងយើងអានអត្ថបទជាមួយគ្នាហើយយើងបកប្រែតែម្ដងចាអញ្ចឹងខ្ញុំអានមួយឃ្លាហើយយើងបកប្រែពាក្យកន្លែងណាពិបាកយើងបកប្រែហ្មងតើហាន់គូកេព្យងវ៉ុនចាហាន់គូកនេះប្រទេសកូរ៉េកន្លែងនេះយើងអានថាអេបងប្អូនអរគ្នាយើងអានថាអ៊ឺយយើងអានថាអេមានន័យថានៃឬក៏របស់ព្យងវ៉ុនមន្ទីរពេទ្យចាអញ្ចឹងមន្ទីរពេទ្យរបស់ប្រទេសកូរ៉េហាន់គូកេព្យងវ៉ុននឹងសេកាជីឆុងយូកាអ៊ីសឹមនីដាចាមន្ទីរពេទ្យរបស់ប្រទេសកូរ៉េគឺមានចំនួន3ប្រភេទចាសេកាជី3ចាចំនួន3ឆុងយូនេះប្រភេទ의원과 보건소는 1차 병원입니다. 자,អញ្ចឹងកន្លែងពាក្យថា 의원 នេះគឺមានន័យថា clinic ចឹងបងប្អូនអ្នកគ្នាពេទ្យទូចប្រចាំផ្ទះរបស់គេឯកជនហ្នឹងគឺ clinic ហើយ 보건소 នេះគឺមណ្ឌលសុខភាពចាអញ្ចឹង clinic និងមណ្ឌលសុខភាពគឺជាពេទ្យទី1 병원과 종합병원은 2차 병원입니다. ហើយចំពោះមន្ទីរពេទ្យនិងមន្ទីរពេទ្យធំចាអញ្ចឹងឆុងហាប់ព្យងវ៉ុននេះយើងបកប្រែថាមានន័យថាមន្ទីរពេទ្យធំចាអ៊ីឆាព្យងវ៉ុនអ៊ីមនីដាគឺជាមន្ទីរពេទ្យទី2ចាបន្ទាប់មកសាំងគឺឆុងហាប់ព្យងវ៉ុននឹងសាំឆាព្យងវ៉ុនអ៊ីមនីដាចាអញ្ចឹងចំពោះពេទ្យចាទី3ឆុងហាប់សាំងគឺឆុងហាប់ព្យងវ៉ុនណាចាបានន័យថាពេទ្យពេទ្យកម្រិតសង្គ្រោះបន្ទាន់ណាបងប្អូនដូចថាពេទ្យធំដែរប៉ុន្តែជាពេទ្យដែលយើងសម្រាប់សង្គ្រោះបន្ទាន់ដូចថាទី1ទី2គេទទួលព្យាបាលហើយដូចថាគេបញ្ជូនទៅបន្តទៀតកម្រិតបន្ថែមបន្តទៀតហ្នឹងគឺសាំងគឹបឆុងហាប់ព្យងវ៉ុនចាគឺជាពេទ្យផ្នែកទី3ចាមនចអ៊ីលឆាអ៊ីឆាព្យងវ៉ុននេះខំនេះដែរចឹងពេលដែលឈឺដំបងគឺយើងត្រូវទៅពេទ្យតូចចាពេទ្យ clinic ឬក៏មជ្ឈមណ្ឌលនោះគឺពេទ្យទី1ហើយនិងពេទ្យទី2ចាផ្នែកទី1និងផ្នែកទី2 의사에게 진료를 받습니다. ទទួលការព្យាបាលពីគ្រូពេទ្យចា 진료 បានន័យថាការព្យាបាល 진료가 더 필요할 경우 ក្នុងករណីដែលយើងត្រូវការព្យាបាលបន្ថែមទៀតចាកន្លែងនេះថនេះបន្ថែមទៀត 필요할 경우 ករណីដែលនឹងត្រូវការចាអញ្ចឹងបើយើងត្រូវការព្យាបាលបន្ថែមទៀត 진료 កន្លែងនេះយើងអានថា 진료 បងប្អូនអ្នកគ្នា 진료 의뢰서 ចាបានន័យថាលិខិតចាគឺលិខិតស្នើសុំព្យាបាលលិខិតស្នើសុំព្យាបាលផាត់គោសម្ភារផងវ៉ាណេខំនេះដែរចឹងបើសិនជាយើងទៅពេទ្យទី1ទី2ហើយគឺយើងអត់អាចព្យាបាលជាទេពេទ្យទី1ទី2ចឹងគឺយើងត្រូវទៅពេទ្យកម្រិតទី3អាហ្នឹងគឺយើងត្រូវការឯកសារបន្ថែមទៀតចាគឺយើងត្រូវការអីគេគឺត្រូវទទួលលិខិតព្យាបាលចាអញ្ចឹងយើងត្រូវទទួលលិខិតព្យាបាលនឹងហើយបានយើងត្រូវទៅមន្ទីរពេទ្យទី3គឺសាំងគឹបឆុងហាប់ព្យងវ៉ុនអូខេអញ្ចឹងមន្ទីរពេទ្យប្រទេសកូរ៉េគឺមាន3នឹងបងប្អូនអរគ្នាហើយចំពោះសំណួរបងប្អូនសាកធ្វើខ្លួនឯងកន្លែងនេះគឺមាន3គឺថាព្យងវ៉ុនដេឆុងយូអេនមលស៊ីអ៊ីសែលតើប្រភេទរបស់មន្ទីរពេទ្យនេះគឺមានអីគេ가장먼저어느병원에 가요? តើទៅមន្ទីរពេទ្យមួយណាមុនគេ여러분 고향의 병원을 소개해보세요. អ្នកទាំងអស់គ្នាសូមសាកល្បងណែនាំអំពីមន្ទីរពេទ្យរបស់ស្រុកកំណើតចានេះគេឲ្យយើងណែនាំពីស្រុកយើងមានពេទ្យបែបម៉េចខ្លះចាហើយខាងក្រោមនេះគឺជាប្រភេទចានៃមន្ទីរពេទ្យរបស់ប្រទេសកូរ៉េនេះគេដាក់ 1차 병원 គឺមាន 의원 보건소 ចាហើយ 2차 병원 គឺមាន병원ហើយនិង종합 병원ហើយ 3차 병원 គឺមាន상급 종합 병원ចាហើយចំពោះខាងក្រោមនេះ병원 방문 순서를 알아보세요 ចាខាងក្រោមនេះគេឲ្យយើងដឹងអំពីលំដាប់លំដោយនៃចាការទៅពេទ្យ병원 방문ណាចាឥឡូវយើងមើលទី1ចារូបភាពទី1 1차 2차 병원 진료 ព្យាបាលនៅមន្ទីរពេទ្យចាផ្នែកទី1និងផ្នែកទី2ប្រភេទទី1ទី2បន្ទាប់មក 진료 의뢰서 받기 ទទួលលិខិតស្នើសុំព្យាបាលចា 3차 병원에 3차 병원 예약 កក់មន្ទីរពេទ្យប្រភេទទី3ចា 3차 병원 진료 នេះគឺព្យាបាលនៅពេទ្យផ្នែកទី3
ចាអញ្ចឹងមុនហ្វារបស់យើងចប់ហើយបញ្ចប់គឺយើងមើលពាក្យបន្តិចបងប្អូនអ្នកគ្នាពាក្យដែលយើងបានរៀនចាគឺមាននុនចានួនបានន័យថាភ្នែកខូចច្រមុះអ៊ីត្រចៀកចាយ៉ាអ៊ីថ្មិញអូខេចាអ៊ីថ្មិញខ្វីត្រចៀកមុខកផាល់ចាផាល់នេះបានន័យថាដៃដើមដៃរបស់យើងចាហរីចង្កេះផែពោះសុនដៃថារីចាថារីជើងមួយរៀបជង្គង់ផាល់ជើងដែរចាជើងនេះយើងបើនិយាយពីពាក្យថាថារីជើងគឺយើងសំដៅទៅលើជើងរបស់យើងទាំងមូលហ្មងចាផាល់គឺដើមជើងណែក្វាពេទ្យផ្នែកខាងក្នុងចាឬក៏ផ្នែកពេទ្យផ្នែកទូទៅអ៊ីពីនូក្វាពេទ្យផ្នែកច្រមុះបំពង់កឆងយ៉ងវេក្វាចាពេទ្យផ្នែកឆ្អឹងអាន់ក្វាពេទ្យផ្នែកឈីខ្វាពេទ្យធ្មេញថារីកាភូរ៉ូជីដាបានន័យថាបាក់ជើងចាសេងកាងឆាតែខ្ញីវីតាមីន C ភូកស៊ីដាចាសម្រាប់ឲ្យស្រួលឬក៏សម្រាប់បានគ្រប់គ្រាន់អីចឹងទៅអូខេអញ្ចឹងមេរៀនទី16របស់យើងគឺចាប់ត្រឹមនេះបងប្អូនអ្នកគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតនៅក្នុងមេរៀនទី17ចាបាយបាយ